ជំនាញទី9គឺជំនាញផ្ដល់ព័ត៌មានបន្ថែមផ្ដល់ព័ត៌មានថ្មីៗអញ្ចឹងនៅពេលដែលមានផលិតផលថ្មីមានសេវាកម្មថ្មីបងប្អូនលោកស្រីជាអ្នកលក់ដែលប្រកែគាត់ច្បាស់ជាទេទៅភ្ញៀវនឹងផ្ដល់ព័ត៌មានទៅកាន់ភ្ញៀវនឹងបន្ថែមថាមានអីថ្មីមានអីល្អសម្រាប់ពួកគាត់បន្ថែមមានអត្ថប្រយោជន៍អីពីខ្លះផលិតផលចាស់ហ្នឹងវាមានអីថ្មីដែលគាត់បានដោយ free ឬក៏គាត់ថែមលុយតិចតួចអីគាត់អាចបានសេវាថ្មីអញ្ចឹងចង់អ្នកលក់ដែលប្រកែគឺហ៊ានក៏ដូចជាមានភាពទៀងទាត់ក្នុងការផ្ដល់ព័ត៌មានថ្មីដល់ភ្ញៀវរបស់គាត់អញ្ចឹងគាត់រីករាយក្នុងការសាទរក៏ដូចជាផ្ដល់ព័ត៌មានថ្មីពីផលិតផលពីសេវាកម្មដែលគាត់លក់នឹងទៅដល់ភ្ញៀវរហូតដល់គាត់អ្នកខ្លះគាត់ដូរក្រុមហ៊ុនដែលគាត់ធ្វើការគាត់ផ្ដល់ដំណឹងទៅភ្ញៀវថាតាក់ទងទៅបុគ្គលណាផ្សេងដោយសារតែគាត់បានចាក់ចេញអញ្ចឹងគាត់ស្មោះត្រង់គាត់មានភាពវិជ្ជាជីវៈអញ្ចឹងគាត់នឹងផ្ដល់ព័ត៌មានទៅដល់ភ្ញៀវរបស់គាត់ថាគាត់បានទៅបម្រើការនៅកន្លែងផ្សេងគាត់ឈប់ឬក៏ទៅរកស៊ីផ្សេងអីអញ្ចឹងគាត់នឹងផ្ដល់ contact ក្រុមហ៊ុនតាមរយៈក្រុមហ៊ុនចែកចាក់តាក់ទងបុគ្គលនេះឬក៏លេខទូរស័ព្ទ1 2 3 4ក្នុងករណីតាក់ទងអត់បានអីអាចនៅតែអាចតាក់ទងមកគាត់វិញបានគាត់នឹងជួយក្នុងការបម្រើសេវាកម្មនឹងអស់មួយជីវិតឧទាហរណ៍មួយជីវិតបាទជួយគាត់អញ្ចឹងផ្ដល់ព័ត៌មានដោយរីករាយដល់ភ្ញៀវអញ្ចឹងនៅពេលដែលយើងដូរទីតាំងការងារក៏អត់បញ្ហាដែរយើងនៅកន្លែងដែរក៏គាត់រីករាយយើងដូរក៏គាត់ដឹងថាអូម្នាក់ហ្នឹងបើគាត់នៅគាត់ផ្ដល់អ្វីដែលល្អដល់ខ្ញុំនៅពេលដែលគាត់ចាក់ចេញគាត់ផ្ដល់ប្រាប់ព័ត៌មានអ្នកទទួលខុសត្រូវបន្ទាប់គ្រប់ជ្រុងគ្រប់ជ្រោយជូនអញ្ចឹងភ្ញៀវទុកចិត្តយ៉ាងបាននឹងជាជំនាញដែលអ្នកលក់បកែគេមានហើយអ្នកលក់ធម្មតាមិនមានទេប៉ុន្តែសុទ្ធធ្វើម៉េចរៀន